សាមញ្ញតែមានឥទ្ធិពលជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូភាគទី2ដែលនិយាយអំពីភាពសាមញ្ញតែមានឥទ្ធិពលដែលយើងនឹងចាប់ផ្ដើមពីទស្សនៈទី16រហូតដល់ទស្សនៈទី30ឥឡូវកុំឲ្យខាតពេលវេលាយូរតើយើងទៅស្ដាប់ទាំងអស់គ្នា16ចេះញញឹមទទួលយកការរិះគន់គឺជាភាពសាមញ្ញប៉ុន្តែការយកវាទៅស្ថាបនាខ្លួនឯងគឺជាភាពដែលមិនសាមញ្ញឡើយនេះគឺជាការបង្ហាញពីភាពចាស់ទុំខាងផ្លូវអារម្មណ៍របស់មនុស្សក្នុងការប្រឈមមុខនឹងពាក្យអវិជ្ជមានតាមធម្មជាតិនៃចិត្តសាស្ត្រមនុស្សទូទៅតែងតែមានប្រតិកម្មខឹងសម្បារនៅពេលដែលមានគេរិះគន់ខ្លួនការឆ្លើយតបដោយស្នាមញញឹមនិងភាពស្ងៀមស្ងាត់គឺជាកាយវិការដែលមើលទៅសាមញ្ញបំផុតផ្ទុយទៅវិញការមានសមត្ថភាពបំប្លែងពាក្យរិះគន់ទាំងនោះឲ្យទៅជាកម្លាំងជំរុញចិត្តវាគឺជារឿងដែលមិនសាមញ្ញនោះទេឧទាហរណ៍ជាក់ស្ដែងបុគ្គលិកដែលត្រូវមេស្ដីបន្ទោសហើយខំប្រឹងរៀនសូត្របន្ថែមរហូតបានឡើងតំណែងនោះគឺជាគំរូដ៏ល្អមួយរឿងនេះបានបញ្ជាក់ថាការគ្រប់គ្រងភាពអាត្មានិយមរបស់ខ្លួនឯងបានវាគឺជាកូនសោឆ្ពោះទៅរកអនាគតដ៏ជោគជ័យអ្នកដែលរស់នៅបែបនេះមិនងាយនឹងរងគ្រោះដោយសារតែសម្ដីរបស់អ្នកដទៃឡើយហើយទីបំផុតភាពសាមញ្ញនៃការញញឹមនេះវាបានបង្កើតនូវភាពអស្ចារ្យនៃការអភិវឌ្ឍខ្លួនឯង17ស្លៀកពាក់ធម្មតាគឺជាភាពសាមញ្ញប៉ុន្តែការមានអត្តចរិតថ្លៃថ្នូរវាគឺជាភាពដែលមិនសាមញ្ញឡើយឃ្លានេះគឺចង់លើកកម្ពស់តម្លៃខាងក្នុងរបស់មនុស្សជាជាងការតុបតែងរាងកាយពីខាងក្រៅនៅក្នុងចិត្តសាស្ត្រនៃសង្គមមនុស្សភាគច្រើនតែងតែវាយតម្លៃគ្នាទៅលើសម្លៀកបំពាក់និងម៉ាកយីហោល្បីៗការជ្រើសរើសសម្លៀកបំពាក់ធម្មតានិងស្អាតបាតវាគឺជាជម្រើសរស់នៅដ៏សាមញ្ញមួយប៉ុន្តែការបញ្ចេញនៅកាយវិការសុជីវធម៌និងសីលធម៌ដ៏ល្អឥតខ្ចោះវាគឺជាភាពតាក់ទាញដែលមិនសាមញ្ញនោះឡើយឧទាហរណ៍ជាក់ស្ដែងមហាសេដ្ឋីដូចជាលោក Bill Gates តែងតែស្លៀកពាក់សាមញ្ញធម្មតាតែគំនិតរបស់គាត់គឺមិនធម្មតាឡើយនេះវាបង្ហាញពីតម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើអ្វីដែលពួកគេគិតនិងអ្វីដែលពួកគេធ្វើមិនមែនអ្វីដែលពួកគេពាក់នោះទេភាពថ្លៃថ្នូរពិតប្រាកដមិនអាចទិញបានដោយលុយឡើយដូច្នេះការរស់នៅសាមញ្ញពីខាងក្រៅតែសម្បូរហូរហៀទៅដោយគុណធម៌ពីខាងក្នុងវាគឺជាភាពល្អឥតខ្ចោះ18ការជាអភ័យទោសវាគឺជាភាពសាមញ្ញប៉ុន្តែការរំដោះចិត្តចេញពីគំនុំនោះវាមិនមែនជារឿងសាមញ្ញនោះឡើយនេះគឺបង្ហាញពីការព្យាបាលរបួសផ្លូវចិត្តតាមរយៈការយោគយល់និងការព្រមលែងចោលនៅគំនុំនៅក្នុងខួរក្បាលតាមបែបវិទ្យាសាស្ត្រផ្លូវចិត្តការរក្សាគំនុំវាធ្វើឲ្យខួរក្បាលបញ្ចេញអរម៉ូនដែល stress ដែលមានតួនាទីក្នុងការបំផ្លាញសុខភាពរបស់ខ្លួនឯងការនិយាយពាក្យថាអភ័យទោសតាមមាត់វាជារឿងដែលងាយស្រួលនិងសាមញ្ញបំផុតសម្រាប់មនុស្សទូទៅតែការដែលអាចដកហូតកំហឹងចេញពីបេះដូងឲ្យបានស្អាតបរិសុទ្ធវាគឺជាសមត្ថភាពដ៏កម្រនិងមិនសាមញ្ញទាល់តែសោះឧទាហរណ៍ជាក់ស្ដែងបុគ្គលដែលព្រមអហោសិកម្មឲ្យអ្នកដែលធ្លាប់ធ្វើបាបខ្លួននឹងទទួលបានអារម្មណ៍ស្រស់ថ្លានិងដេកលក់ស្រួលការធ្វើបែបនេះមិនមែនមានន័យថាយើងចោះចាញ់នោះទេតែវាមានន័យថាយើងស្រឡាញ់សេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងច្រើនជាងអ្នកដែលរស់នៅដោយគ្មានការចងគំនុំគឺជាអ្នកដែលរស់នៅដោយសេរីភាពផ្លូវចិត្តពិតប្រាកដភាពសាមញ្ញនៃការអភ័យទោសវាគឺជាអាវុធដ៏មិនសាមញ្ញឡើយក្នុងការសង្គ្រោះជីវិតរបស់ខ្លួនឯង20ស្ដាប់អ្នកដទៃនិយាយគឺជាភាពសាមញ្ញប៉ុន្តែការយល់ពីអារម្មណ៍របស់គេពិតប្រាកដនោះមិនមែនជាភាពសាមញ្ញនោះទេមេរៀននេះគឺសង្កត់ធ្ងន់ទៅលើជំនាញនៃការស្ដាប់ដោយយកចិត្តទុកដាក់និងការមានចិត្តយល់ពីអ្នកដទៃតាមចិត្តសាស្ត្រមនុស្សគ្រប់រូបតែងតែត្រូវការនរណាម្នាក់ដែលព្រមស្ដាប់ពីបញ្ហារបស់ខ្លួនការអង្គុយស្ងៀមហើយស្ដាប់គេនិយាយគឺជាកាយវិការដែលមើលទៅងាយស្រួលនិងសាមញ្ញបំផុតតែការដែលអាចស្ដាប់ហើយយល់រហូតដល់បេះដូងអ្នកដែលកំពុងនិយាយនោះគឺជាសមត្ថភាពដ៏កម្រនិងមិនសាមញ្ញទាល់តែសោះឧទាហរណ៍ជាក់ស្ដែងអ្នកប្រឹក្សាផ្លូវចិត្តដែលពូកែគ្រាន់តែអង្គុយស្ដាប់និងងក់ក្បាលក៏អាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាធូរស្រាលបានដែរនេះវាបង្ហាញថាការស្ដាប់ប្រកបដោយមេត្តាធម៌គឺជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្តអ្នកដទៃអ្នកដែលពូកែស្ដាប់តែងតែទទួលបានការគោរពនិងការស្រឡាញ់ពីមនុស្សជុំវិញខ្លួនជានិច្ចហេតុនេះទើបភាពសាមញ្ញនៃការស្ដាប់គឺជាគន្លឹះដែលមិនសាមញ្ញនៅក្នុងការកសាងទំនាក់ទំនងដ៏ល្អនៅក្នុងសង្គម21ការជួយអ្នកដទៃបើទោះបីជាគ្មានគេឃើញនេះគឺជាភាពសាមញ្ញប៉ុន្តែការមានបេះដូងបរិសុទ្ធវាគឺជាភាពដែលមិនសាមញ្ញឡើយ
ឃ្លានេះគឺឆ្លុះបញ្ចាំងពីសេចក្តីល្អដ៏ពិតប្រាកដដែលមិនត្រូវការសម្ដែងឬត្រូវការការអួតអាងប្រាប់គេឯងនោះទេមនុស្សតាមបែបចិត្តសាស្ត្រមួយចំនួនតែងតែធ្វើល្អដើម្បីទទួលបានការសរសើរឬដើម្បីផលប្រយោជន៍អ្វីមួយត្រឡប់មកវិញការលួចធ្វើអំពើល្អដោយស្ងាត់គឺជាសកម្មភាពមួយដ៏សាមញ្ញនិងមិនរញ៉េរញ៉ៃប៉ុន្តែការមានសេចក្តីសុខនិងមោទនភាពចំពោះខ្លួនឯងដោយមិនខ្វល់ពីមុខមាត់នោះគឺជាកម្រិតចិត្តល្អដែលមិនសាមញ្ញនោះឡើយឧទាហរណ៍ជាក់ស្ដែងការរើសសម្រាមតាមដងផ្លូវហើយយកទៅដាក់ក្នុងធុងដោយគ្មានអ្នកណាមើលយើងឃើញនេះវាបង្ហាញពីសិលធម៌ផ្ទាល់ខ្លួនកម្រិតខ្ពស់ទង្វើនេះបញ្ជាក់ថាតម្លៃរបស់មនុស្សគឺស្ថិតនៅលើភាពស្មោះត្រង់ចំពោះសតិសម្បញ្ញៈរបស់ខ្លួនឯងមិនមែននៅលើទស្សនៈរបស់អ្នកដទៃទេអ្នកដែលមានបេះដូងបរិសុទ្ធបែបនេះតែងតែរស់នៅដោយគ្មានភាពនឿយហត់ផ្លូវចិត្តឡើយភាពសាមញ្ញនៃការលួចធ្វើល្អវាបានបណ្ដោះនៅព្រលឹងដ៏មិនសាមញ្ញនិងព្រលឹងដ៏មានភាពខ្ពង់ខ្ពស់មួយ22ការចោះចាញ់ដើម្បីបញ្ចប់ចំនួននោះគឺជាទង្វើដ៏សាមញ្ញប៉ុន្តែការឈ្នះចិត្តខ្លួនឯងគឺជាភាពដែលមិនសាមញ្ញឡើយនេះវាបង្ហាញពីភាពឆ្លៀសវៃក្នុងការទម្លាក់ភាពជជែករឿងរស់ចោលដើម្បីរក្សាសន្តិភាពយោងតាមចិត្តសាស្ត្រការចង់ឈ្នះចង់ចាញ់វាគឺជាសភាវៈធម្មជាតិដែលជំរុញដោយភាពអាត្មានិយមរបស់មនុស្សការព្រមឱនក្បាលនិងនិយាយពាក្យថាសុំទោសមុនវាគឺជាទង្វើដែលមើលទៅហាក់ដូចជាសាមញ្ញនិងទន់ខ្សោយប៉ុន្តែការពិតការដែលអាចទប់កំហឹងនិងសម្លាប់អំនួតរបស់ខ្លួនឯងបាននោះគឺជាភាពខ្លាំងដែលមិនសាមញ្ញនោះទេឧទាហរណ៍ប្តីប្រពន្ធដែលចេះចោះចាញ់គ្នានៅពេលដែលខឹងសម្បាតែងតែអាចរក្សាគ្រួសារឲ្យមានសុភមង្គលបានយូរអង្វែងនេះវាបញ្ជាក់ថាការចោះចាញ់នៅក្នុងសមរភូមិនៃពាក្យសម្ដីគឺជាការឈ្នះនៅក្នុងសមរភូមិនៃផ្លូវចិត្តអ្នកដែលហ៊ានចោះចាញ់ដើម្បីរក្សាទំនាក់ទំនងនោះគឺជាមនុស្សដែលមានភាពចាស់ទុំពិតប្រាកដភាពសាមញ្ញនៃការព្រមចោះចាញ់វាបានបង្ហាញពីភាពមិនសាមញ្ញនៃសេចក្តីក្លាហាននិងភាពមិនសាមញ្ញនៃប្រាជ្ញារបស់ម្នាក់នោះ23យំនៅពេលឈឺចាប់គឺជារឿងសាមញ្ញប៉ុន្តែការងើបក្រោកឡើងវិញឲ្យកាន់តែរឹងមាំនោះមិនមែនជាភាពសាមញ្ញឡើយឃ្លានេះរំលេចឡើងពីដំណើរការនៃការព្យាបាលផ្លូវចិត្តនិងការកសាងភាពធន់នៅក្នុងជីវិតការបង្ហូរទឹកភ្នែកនៅពេលដែលជួបរឿងទុក្ខព្រួយនោះគឺជាប្រតិកម្មធម្មជាតិដើម្បីរំដោះសម្ពាធផ្លូវចិត្តការបណ្ដោយឲ្យខ្លួនឯងយំឲ្យឆ្អែតវាគឺជាវិធីសាស្ត្ររំដោះអារម្មណ៍ដ៏សាមញ្ញបំផុតតែយ៉ាងណាមិញការជូតទឹកភ្នែកឲ្យបន្តដំណើរជីវិតដោយមិនបោះបង់នោះគឺជាឆន្ទៈដ៏មិនសាមញ្ញឡើយឧទាហរណ៍អ្នកជំនួញដែលខ្សែធនហើយចាប់ផ្ដើមសារជាថ្មីរហូតបានជោគជ័យនោះគឺជាវីរបុរសនៃជីវិតរបស់ខ្លួនឯងរឿងនេះសបញ្ជាក់ថាភាពទន់ខ្សោយមួយពេលមិនអាចកំណត់ជោគវាសនាមនុស្សបានឡើយសំខាន់គឺការក្រោកឈរឡើងវិញការបំផ្លាញការជឿចាប់ឲ្យទៅជាធម៌ពលនៃការតស៊ូវាគឺជាសិល្បៈនៃការរស់រានមានជីវិតកម្រិតខ្ពស់បំផុតភាពសាមញ្ញនៃការយំវាបានលាងសម្អាតផ្លូវចិត្តដើម្បីស្វាគមន៍ភាពមិនសាមញ្ញនៃការរឹងមាំ4ស្រឡាញ់អ្វីដែលខ្លួនឯងមាននោះគឺជាភាពសាមញ្ញប៉ុន្តែការបំបត្តិការច្រណែនឈ្នានីសនោះគឺជាភាពមិនសាមញ្ញឡើយតាមទស្សនៈចិត្តសាស្ត្រមនុស្សភាគច្រើនតែមានទម្លាប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដែលល្អជាងខ្លួនជានិច្ចការចេះពេញចិត្តនិងអរគុណចំពោះរបស់ដែលខ្លួនកំពុងតែមាននោះគឺជាការគិតដ៏សាមញ្ញដើម្បីស្វែងរកសេចក្តីសុខទោះជាយ៉ាងណាក៏ដោយការដែលមានចិត្តត្រេកអរនៅពេលដែលឃើញគេបានល្អដោយគ្មានការច្រណែននេះគឺជារឿងដែលមិនសាមញ្ញនោះទេជាក់ស្ដែងអ្នកក្រីក្រដែលត្រេកអរពេលឃើញអ្នកជិតខាងទិញឡានថ្មីនោះគឺជាបុគ្គលដែលមានចិត្តទូលាយដូចសមុទ្រការមិនប្រៀបធៀបខ្លួនឯងជាមួយគេវាជួយឲ្យយើងរួចផុតពីគុកនៃភាពតានតឹងនិងការអាក់អន់ចិត្តបុគ្គលដែលធ្វើបែបនេះបានគឺតែងតែមានសន្តិភាពផ្លូវចិត្តជាប់ជានិច្ចភាពសាមញ្ញនៃការចេះស្កប់ស្កល់វាបានបំផ្លាញចោលនូវជំងឺច្រណែនដ៏គួរឲ្យខ្លាចយ៉ាងមិនសាមញ្ញ25ផ្ដោតទៅលើបច្ចុប្បន្នគឺជាភាពសាមញ្ញប៉ុន្តែការឈប់សោកស្ដាយពីរឿងអតីតកាលនោះមិនមែនជាភាពសាមញ្ញឡើយនេះគឺជាសារៈសំខាន់នៃការរស់នៅក្នុងពេលបច្ចុប្បន្នដើម្បីជៀសវាងការឈឺចាប់ផ្លូវចិត្តកម្រិតធ្ងន់ខួរក្បាលរបស់មនុស្សតែងតែងាយនឹងរសាត់អណ្ដែតនឹកគិតទៅដល់កំហុសចាស់ៗដែលធ្លាប់បានកើតឡើងពីមុនការដកដង្ហើមវែងៗនិងផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនកំពុងតែធ្វើនៅក្នុងមុខវាគឺជាសកម្មភាពដ៏សាមញ្ញបំផុតតែការដែលយើងអាចលែងជាប់ជំពាក់ជាមួយនឹងរឿងអតីតកាលទាំងស្រុងនោះគឺជាការបន្សុទ្ធចិត្តដែលមិនសាមញ្ញនោះទេដូចជាអ្នកដែលធ្លាប់បែកបាក់ស្នេហាហើយអាចកសាងជីវិតថ្មីយ៉ាងមានក្តីសុខនោះគឺជាមនុស្សដែលយល់ពីតម្លៃនៃបច្ចុប្បន្នការព្រមទទួលស្គាល់ថាអតីតកាលមិនអាចកែប្រែបានគឺជាការបើកទ្វារទទួលយកភាពស្រស់បំព្រងនៃថ្ងៃនេះអ្នកដែលចេះរស់នៅជាមួយនឹងបច្ចុប្បន្ន
តែងតែមានធម៌ពលនិងការតាំងចិត្តខ្ពស់ជានិច្ចដូច្នេះភាពសាមញ្ញនៃការផ្ដោតអារម្មណ៍បានផ្ដល់នូវសេរីភាពផ្លូវចិត្តដ៏មិនសាមញ្ញជូនមនុស្សមួយសើចសប្បាយជាមួយនឹងមិត្តភ័ក្តិគឺជាភាពសាមញ្ញប៉ុន្តែការរក្សាទឹកចិត្តស្មោះត្រង់ក្នុងគ្រាលំបាកនោះគឺជាភាពមិនសាមញ្ញនោះទេនេះវាឆ្លុះបញ្ចាំងពីតម្លៃនៃមិត្តភាពពិតប្រាកដដែលបានវាស់ស្ទង់នៅក្នុងកលៈទេសៈដ៏លំបាកបំផុតជាធម្មតាមនុស្សមានលុយនិងមានកេរ្តិ៍ឈ្មោះមនុស្សជាច្រើនតែងតែចង់ចូលមកក្បែរការជួបជុំហូបចុកសើចសប្បាយជាមួយគ្នាវាគឺជាសកម្មភាពសង្គមដ៏សាមញ្ញនិងងាយស្រួលបំផុតប៉ុន្តែពេលដែលយើងធ្លាក់ខ្លួនមិត្តដែលព្រមលូកដៃជួយយើងនោះគឺជាប្រភេទមនុស្សដែលមិនសាមញ្ញនោះទេឧទាហរណ៍មិត្តដែលហ៊ានខ្ចីលុយគេដើម្បីយកមកជួយសង្គ្រោះជំងឺរបស់យើងនោះគឺជាមិត្តភ័ក្តិដែលមានមិត្តភាពមិនអាចកាត់ថ្លៃបានរឿងនេះបញ្ជាក់ថាភាពស្មោះត្រង់ពិតប្រាកដមិនអាចមើលឃើញនៅពេលដែលផ្ទៃមេឃស្រឡះនោះទេការរក្សាបាននូវមិត្តល្អម្នាក់នៅក្នុងជីវិតគឺវាមានតម្លៃជាងមិត្តคล้ายៗរាប់ពាន់នាក់ភាពសាមញ្ញនៃការរាប់អានបានលាក់ទុកនូវគុណតម្លៃនៃការលះបង់ដ៏មិនសាមញ្ញទី7គោរពចាស់ទុំគឺជាភាពសាមញ្ញប៉ុន្តែការផ្ដល់កិត្តិយសទៅដល់មនុស្សគ្រប់វណ្ណៈវាមិនមែនជាភាពសាមញ្ញទេឡើយនេះវាបង្ហាញពីសីលធម៌នៃការវាយតម្លៃមនុស្សដោយមិនរើសអើងនិងមិនប្រកាន់ឋានៈនោះទេនៅក្នុងសង្គមទូទៅការគោរពអ្នកដែលមានឋានៈខ្ពស់ជាងឬអ្នកដែលមានវ័យចាស់ជាងវាជាទម្លាប់ដ៏សាមញ្ញមួយទៅហើយមនុស្សភាគច្រើនធ្វើបែបនេះដោយសារតែទំនៀមទម្លាប់ឬដោយសារតែការចង់បានមុខមាត់តែប៉ុណ្ណោះប៉ុន្តែការព្រមលើកដៃសំពះឬញញឹមដាក់អ្នកសុំទាននិងអ្នកបោសសម្រាមវាគឺជាចិត្តគំនិតដែលមិនសាមញ្ញនោះទេទង្វើនេះវាបញ្ជាក់ពីភាពថ្លៃថ្នូររបស់មនុស្សដែលកើតចេញពីការចេះឲ្យតម្លៃមនុស្សដូចគ្នាអ្នកដែលមានអត្តចរិតបែបនេះតែងតែមានបេះដូងពោរពេញទៅដោយភាពកក់ក្ដៅនិងសន្តិភាពដូច្នេះភាពសាមញ្ញនៃការគោរពវាបានឆ្លុះបញ្ចាំងពីព្រលឹងប្រកបដោយមេត្តាធម៌ដែលមិនសាមញ្ញនោះទេ28ការដកដង្ហើមចូលវែងវាគឺជារឿងសាមញ្ញប៉ុន្តែការគ្រប់គ្រងកំហឹងមិនឲ្យផ្ទុះឡើងវាគឺជារឿងដែលមិនសាមញ្ញនោះទេធម្មជាតិរបស់មនុស្សនៅពេលខឹងចង្វាក់បេះដូងគឺលោតញាប់ហើយខួរក្បាលបាត់បង់ការពិចារណាការឈប់មួយផ្លែតហើយដកដង្ហើមវែងវាជាវិធីសាស្ត្របន្ធូរអារម្មណ៍ដ៏សាមញ្ញនិងចំណាយពេលខ្លីបំផុតប៉ុន្តែការអាចទប់មាត់មិននិយាយពីអាក្រក់នៅពេលដែលយើងកំពុងតែខឹងនោះគឺជាការតស៊ូផ្លូវចិត្តដែលមិនសាមញ្ញទាល់តែសោះឧទាហរណ៍បុគ្គលដែលញញឹមហើយដើរចេញនៅពេលដែលគេជេរប្រមាថគឺជាអ្នកដែលឈ្នះទៅលើអារម្មណ៍ខ្លួនឯងទាំងស្រុងការធ្វើបែបនេះជួយការពារយើងពីការធ្វើរឿងល្ងីល្ងើដែលនាំឲ្យមានវិប្បដិសារីនៅពេលក្រោយអ្នកដែលចេះគ្រប់គ្រងកំហឹងគឺជាអ្នកដែលរក្សាបាននូវភាពថ្លៃថ្នូរជានិច្ចហេតុនេះភាពសាមញ្ញនៃការដកដង្ហើមវាគឺជាអាវុធដែលមិនសាមញ្ញដើម្បីពន្លត់ភ្លើងកំហឹងរបស់យើង29គោលដៅដ៏អស្ចារ្យបំផុតនៃការរស់នៅដោយសាមញ្ញគឺជាការក្លាយជាម្ចាស់លើចិត្តរបស់ខ្លួនឯងទ្រឹស្ដីចិត្តសាស្ត្ររបស់លោក Maslow ដែលនិយាយអំពីការសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួនវាគឺជាចំណុចកំពូលរបស់មនុស្សហើយរាល់គោលដៅសម្ភារៈឋានៈឬការទទួលស្គាល់ពីសង្គមគឺគ្រាន់តែជារបស់ខាងក្រៅខ្លួនដែលនៅទីបំផុតមិនអាចកំដរយើងបានជារៀងរហូតនោះឡើយការរស់នៅបែបសាមញ្ញវាតម្រង់ទិសយើងឲ្យវិលត្រឡប់មកខាងក្នុងខ្លួនរបស់យើងវិញដើម្បីវឹកហាត់ផ្លូវចិត្តឲ្យមានភាពរឹងមាំនិងស្ងប់ស្ងាត់គ្រប់កលៈទេសៈការក្លាយជាម្ចាស់ទៅលើចិត្តរបស់ខ្លួនឯងវាមានន័យថាយើងលែងក្លាយជាទាសករនៃសេចក្តីខឹងសេចក្តីលោភនិងភាពភ័យខ្លាចទៀតហើយឧទាហរណ៍បរិសុទ្ធវ័យចំណាស់ម្នាក់ដែលឆ្លងកាត់ការឡើងចុះនៃជីវិតជាច្រើនគាត់រកឃើញនូវសេចក្តីសុខពិតតាមរយៈការអានសៀវភៅនិងផឹកតែយ៉ាងសាមញ្ញដោយចិត្តស្ងប់ភាពស្ងប់ស្ងាត់និងចិត្តដែលទូលំទូលាយនេះគឺជាលទ្ធផលនៃការវឹកហាត់ដោយមិនវង្វេងគោលដៅអស់រយៈពេលជាច្រើនឆ្នាំរបស់គាត់វាជាសេរីភាពខាងផ្លូវចិត្តដ៏បរិសុទ្ធដែលធ្វើឲ្យជីវិតទាំងមូលរបស់គាត់គ្មានការស្ដាយក្រោយរហូតដល់ដង្ហើមចុងក្រោយដូច្នេះហើយទៅភាពសាមញ្ញនិងការគ្រប់គ្រងចិត្តរបស់ខ្លួនឯងគឺជាគោលដៅចុងក្រោយនិងខ្ពង់ខ្ពស់បំផុតនៃដំណើរជីវិតរបស់មនុស្សជាតិពិតៗ30ចាក់ចេញពីលោកនេះវាគឺជាភាពសាមញ្ញប៉ុន្តែការបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អនោះមិនមែនជាភាពសាមញ្ញឡើយនេះគឺជាមេរៀនសម្រង់ចិត្តសាស្ត្រចុងក្រោយដែលសង្កត់ធ្ងន់ទៅលើគោលដៅនិងគុណធម៌ចុងក្រោយនៃជីវិតរបស់មនុស្សនៅលើផែនដីនេះតាមក្រឹតក្រមធម្មជាតិមនុស្សកើតមកតែងតែជាមិនផុតពីសេចក្តីស្លាប់ដែលជាទីបញ្ចប់នៃជីវិតឡើយការស្លាប់ហើយរលាយបាត់រូបរាងវាគឺជាដំណើរវាវដ្តសង្សារដ៏សាមញ្ញនិងធម្មតាបំផុតរបស់ភាវៈរស់ប៉ុន្តែ
ការដែលអាចសាងអំពើល្អរហូតដល់មនុស្សជំនាន់ក្រោយនៅតែចងចាំនិងនឹកសរសើរយើងនោះជាភាពអមតៈដ៏មិនសាមញ្ញនោះទេឧទាហរណ៍ជាក់ស្ដែងដូចជាវីរៈបុរសលោក Nelson Mandela បើទោះបីជាស្លាប់បាត់ទៅហើយតែកេរ្តិ៍ឈ្មោះរបស់លោកនៅតែក្រអូបជានិច្ចនេះសបញ្ជាក់ឲ្យឃើញថាអាយុជីវិតមានកំណត់ប៉ុន្តែឥទ្ធិពលនៃអំពើល្អគឺគ្មានដែនកំណត់នោះឡើយអ្នកដែលអាចរស់នៅដើម្បីប្រយោជន៍សង្គមគឺជាមនុស្សដែលអាចយកឈ្នះទៅលើសេចក្តីស្លាប់បានយ៉ាងពិតប្រាកដហើយទីបំផុតភាពសាមញ្ញនៃការស្លាប់វាបានបន្សល់ទុកនៅអមតៈផ្លូវចិត្តដ៏រស់រវើកនិងមិនសាមញ្ញជារៀងរហូតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា